Sister អ្នកគ្នានឹងខ្ញុំមកធ្វើការបង្កើតក្រុមនៅក្នុង ASA នៅក្នុង PowerShell របស់យើងដោយ comment ដំបូងគឺខ្ញុំធ្វើការវាយ sudo group page developers គឺខ្ញុំចង់បង្កើតជាមួយនឹង group developers មួយហើយបន្តមកទៀតខ្ញុំធ្វើការវាយ sudo group page មួយទៀតគឺខ្ញុំចង់បង្កើតជាមួយ group UX UIកន្លែង UX UI ហ្នឹងគឺយើងដាក់ underscore អ្នកគ្នាហើយខ្ញុំធ្វើការបង្កើតក្រុម3គឺមួយទៀតគឺខ្ញុំចង់បង្កើតជាមួយនឹងក្រុម DevOps ហើយចំពោះ comment ដែលខ្ញុំមកបង្ហាញអ្នកគ្នាហ្នឹងគឺខ្ញុំចង់បង្ហាញអំពីបន្ទាប់ពីខ្ញុំធ្វើការ delete ហើយបង្កើតហើយខ្ញុំធ្វើការបើកមើលចង់ដឹងថានៅពេលដែលខ្ញុំបង្កើតក្រុមហ្នឹងវាចាញ់អត់ខ្ញុំធ្វើការ verify វាអ្នកគ្នាចឹងគឺក្រុមរបស់យើងគឺចាញ់ហើយបន្ទាប់ពីខ្ញុំបង្កើតមួយហើយយើងត្រូវបង្កើតយើងត្រូវលុបវិញអញ្ចឹងខ្ញុំចុច comment sudo group page group delete ហើយដាក់ឈ្មោះ developers ហើយបន្តមកទៀតគឺ touch គឺខ្ញុំធ្វើការចូលទៅកាន់ក្រុម developer គឺ get end ហ្នឹងគឺខ្ញុំចង់បង្កើតក្រុម develop file text មួយនៅក្នុងក្រុម developer គឺខ្ញុំដាក់ touch developer process ហើយខ្ញុំចង់បង្កើតបានន័យថាចង់បង្កើត sub file នៅក្នុងក្រុម developer ឬក៏ folder របស់ developer ហ្នឹងគឺយើងវាយ touch developers ហើយ extension របស់វាគឺ text ហើយ UX UI ជាមួយនឹង DevOps ហើយខ្ញុំសកា ls មើលគឺវាមានហើយ ls ដល់ all ហ្នឹងគឺយើង check ដើម្បីឃើញតាំងថ្ងៃដែលយើងបានបង្កើតហ្នឹងគឺថ្ងៃដែលយើងបានបង្កើតគឺថ្ងៃ6ខែ1 2025 ហ្នឹងណាហើយបន្តមកទៀតគឺខ្ញុំធ្វើការ check ទៅដែរហើយបន្តមកទៀតគឺខ្ញុំចង់ assign group ownership ទៅកាន់ក្រុមរបស់ខ្ញុំអ្នកគ្នាវាយតាមខ្ញុំបានហើយបន្ទាប់ពីខ្ញុំបានដាក់ក្រុម assign ឲ្យហើយខ្ញុំធ្វើការមួយ command មួយទៀតដើម្បី restrict ក្រុម assign របស់ខ្ញុំហ្នឹងហើយខ្ញុំធ្វើការ check មើលអញ្ចឹងគឺក្រុមរបស់ខ្ញុំគឺមានហើយហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាសម្រាប់ការទស្សនា